alo người mà đã lên nữa á bất chí côn lọ bạn nha cứ chỉ côn mà hai cùng phụ côn đập bờ côn ដំណើរឆ្ពោះទៅកាន់ទឹកធ្លាក់វាលពូជជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរយើងធ្វើការទៅដើរលេងនៅទឹកធ្លាក់វាលពូជជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំហើយឥឡូវហ្នឹងដែរគឺកំពុងតែធ្វើដំណើរទៅតាមផ្លូវបាទហើយមេឃហ្នឹងក៏អំណោយផលដែរបាទគឺរលឹមមកតែម្ដងបាទឥឡូវទស្សនភាពកំពុងតែធ្វើការឆ្លងស្ពានថ្មីបាទគឺថាឥឡូវយើងមកដល់ផ្លូវដែលត្រូវបត់ចូលទៅលេងទឹកធ្លាក់វាពូជហ្នឹងហើយបាទយើងតាមផ្លូវតាមរយៈចូលផ្លូវវត្តវាលពូជហើយនេះគឺជាទស្សនភាពតាមផ្លូវដែលយើងទៅអញ្ចឹងណាមានផ្លូវស្រួលមានផ្លូវរាំងពិបាកដែរអញ្ចឹងទៅបាទគឺភ្លៀងរលឹមផងគឺថាផ្លូវវារាំងល្អិលដែរអញ្ចឹងណាពុកម៉ែបងប្អូននេះគឺជាវីដេអូតាមផ្លូវបាទឥឡូវយើងកាត់មកដល់ផ្លូវបាទរៀងល្អិលបន្តិចបាទដោយសារមេឃភ្លៀងហើយខាងមុខហ្នឹងគឺសិតតែជាមិត្តភ័ក្តិរបស់ខ្ញុំតែយើងទៅមួយគ្នាហ្នឹងបាទវីដេអូហ្នឹងគឺរៀងកាត់កាន់តិចហើយដោយសារផ្លូវវារៀងឆ្ងាយដែរបាទកុំអោយមកវីដេអូឃើញតែជីរហូតបាទអត់ឃើញមនុស្សឃើញអីអញ្ចឹងណាហើយនេះក៏ថែមវីដេអូខ្លះៗទៅដើម្បីកុំអោយភ្លេចមុខខ្ញុំអញ្ចឹងណាបាទគឺថាឥឡូវហ្នឹងយើងមកដល់វត្តពេលពូជហើយប៉ុន្តែយើងអត់បានចូលវត្តទេគឺយើងឡើងទៅលើបន្តទៀត Let's go ឥឡូវហ្នឹងយើងរៀងមកដល់ផ្លូវល្អិលបន្តិចហើយតែមិនមែនជាឧបសគ្គសម្រាប់ពួកយើងទេបាទឥឡូវនេះគឺយើងបានមកដល់កន្លែងផ្ញើម៉ូតូអីហើយអស់ហើយគឺកំពុងតែធ្វើដំណើរឡើងទៅខាងលើដើម្បីទៅលេងទឹកអញ្ចឹងណាវីដេអូតាឥឡូវនេះយើងបានមកដល់កន្លែងកញ្ចុះហើយបាទហើយក៏រៀបចំទុកសម្ភារៈរបស់យើងគ្រាន់តែមកដល់កញ្ចុះអង្គុយភ្លាមគឺថាសវេសវ៉ាទាញមកប្រអប់បាយដោយសារតែយើងមើលទឹកខាងក្រោមទៅវាយ៉ាងតិចពេកហើយយើងក៏ធ្វើដំណើរឡើងទៅលើបន្តទៀតអ្វីដែលមិនភ្លេចនេះគឺយើងកុំភ្លេចថតខ្លួនឯងបាទយើងថតគេមួយថ្ងៃឥឡូវយើងថត selfie ខ្លួនឯងម្ដងបន្ទាប់ពី selfie ខ្លួនឯងហើយយើងក៏បានមកដល់កន្លែងដែលមានទឹកច្រើនគួរសមហើយទឹកហ្នឹងគឺពណ៌សែនមែនតើមកគឺទឹកលឹងថ្លាស្អាតខ្លាំងមែនតើបាទខ្លាំងខៀវបន្ទាប់ពីឃើញទឹកថ្លាគួរចង់លេងហើយយើងក៏ធ្វើការបិទកាមេរ៉ាពីពេលនេះទៅអូចប់អត់ចប់អត់ហើយតាលូ sorry